ការអាប់ដេតថ្មីទាំង11របស់ MLBB ដែលនឹងចេញមកឆាប់នៅខាងមុខនេះទី1នៅឆ្នាំ2026គឺជាឆ្នាំសេះឬគេហៅថាឆ្នាំមមីត្រូវអត់អ្នកគ្នាយើងដូច្នេះមុនទួនគិតថាសេះគឺកើតនៅក្រោមសញ្ញានៃភាពឆាតឆាយនិងភាពឧស្សាហ៍ព្យាយាមដូច្នេះឆ្នាំក្រោយនេះគេអាចនឹងចេញ skin របស់ Leo Mod ដែលនឹងជា skin Luna Fast ឬក៏យើងទាំងអស់គ្នាហៅថា skin ចូលឆ្នាំចិននេះឯងតើអ្នកទាំងអស់គ្នាឆ្លាញ់មួយណាដែរនៅក្នុងចំណោមនៃការ survey ទាំង4នេះ2បើអ្នកទាំងអស់គ្នាចង់លេង skin របស់ MLBB X Naruto collab គ្នា free អ្នកទាំងអស់គ្នាអាចទៅទាញយកវគ្គមួយដែលមានឈ្មោះថា My Ham នោះបានអ្នកទាំងអស់គ្នានឹងអាចលេង skin ទាំង5ដែលចេញមកថ្មីហ្នឹងដោយអត់គិតថ្លៃតែម្ដង3អ្នកដែលចាំនៅការចំណាយតិចរបស់ Event Naruto គឺថានៅថ្ងៃទី9ឧសភានេះមួនតន់នឹងធ្វើការ free ticket លើកទី1ដែលមានចំនួនរហូតទៅដល់29 boost token ដែលយើងអាចយកវាទៅបង្វិលរហូតដល់ជិតទៅដល់3ប្រអប់ដែលមួយប្រអប់ហ្នឹងយើងកូននឹង10ណា4នៅថ្ងៃខាងមុខនេះអ្នកដែលដៃកាឡេតអាចនឹងមាន skin Starlight ប្រចាំខែ1តែវាអត់ទាន់មានការ survey ទេចាំមានការ survey admin នឹងមកហោះជូនអ្នកទាំងអស់គ្នាណា5នៅរដូវកាលក្រោយគឺជា season ទី37មួនធួននឹង free skin Faramis នេះមួយដោយអ្នកទាំងអស់គ្នាគ្រាន់តែលេងវគ្គ rank ឲ្យបាន20វគ្គតែប៉ុណ្ណោះ6ជួន head នឹងមាន skin All Star នឹងចេញនៅខែមិថុនាឬគេហៅខែ6នេះហើយលើថា skin នេះអាចនឹងដាក់លក់ជា Butter Pass ដែលយើងអាចទិញបាននៅតម្លៃធម្មតា349និងតម្លៃ Premier Pass ដែលក្នុងតម្លៃមួយនេះគឺតម្លៃ599 7អ្នកដែលជាដៃរបស់ Popol and Kupa នេះពេលខាងមុខនេះ skin All Star របស់គាត់មួយនេះគឺជា skin ដែល free នោះទេហើយយើងអាចយកវាបានទៅតាមព្រឹត្តិការណ៍ដែលមានឈ្មោះថា All Star Monopoly DC 8នេះគឺជាការអាប់ដេត UI នេះ event របស់ Metro Zero Skin Series ដែលរូបភាពដែលខ្ញុំដាក់ឲ្យនេះគឺជា version 2និង version 1 9 Starlight Skin នេះអាចនឹងជា skin Starlight ដែលនឹងចេញជា Starlight បន្តបន្ទាប់ពី Starlight របស់ Miya ពោលនឹងចេញនៅខែមិថុនាកក្កដាសីហានិងកញ្ញា10 Freya នឹងមាន skin epic ឬ collector មួយនៅថ្ងៃខាងមុខតើអ្នកទាំងអស់គ្នាគិតថាជាប្រភេទ skin អ្វីដែរនៅពេលដែលចេញមកអ្នកទាំងអស់គ្នាអាច comment នៅខាងក្រោមវីដេអូនេះបានចំពោះ admin គិតថាវាជា skin ប្រហែលជា skin collector ហើយមើលទៅ11អ្នកដែលរងចាំនៅ skin របស់ Novaria ដែលជា skin collector មួនធួនបានពជាពេលវាចេញទៀតហើយការចេញវាសាជាថ្មីក៏ខ្ញុំអត់ទាន់ដឹងដែរតែគេអាចនឹងកែសម្រួលបាននិយាយថាពួកគេនឹងធ្វើការកែសម្រួលទៅលើ skin មួយនេះឲ្យបានស្អាតនិងល្អអខ្ចោះជាងនេះតើអ្នកនរគ្នាគិតយ៉ាងណាដែរចំពោះការកែសម្រួលនៅពេលខាងមុខអរគុណចំពោះការតាមដានទស្សនាហើយអ្នកនរគ្នាកុំភ្លេចធ្វើការចុច like ក៏ដូចជា follow និង subscribe ទៅលើ channel របស់ខ្ញុំម្នាក់មួយផងណាសូមអរគុណ